សាសនាបងប្អូននេះយកកូនយកមកបោះចោលនៅឡើងចិត្តផ្ទះខ្ញុំនៅឡើងនិយាយទៅមិនថាទៅណាឲ្យតែបាននៅចិត្តប៉ាម៉ាក់ទោះតែដាក់ចោលនៅក្រោយម្នាក់ឯងហ្នឹងក៏សប្បាយចិត្តដែរអញ្ចឹងជីវិតពេលខ្លះវាមួយយ៉ាងដែរយើងមានកូនទៅគឺវាជាក្តីសុខមួយប៉ុន្តែគ្រាន់តែចង់ប្រាប់ផ្ដាំទៅយុវជនយុវវ័យទាំងអស់បើសិនជាបងប្អូនគិតថាមានដៃគូជីវិតស្រឡាញ់គ្នាគិតជាគូអនាគតចាំយើងយកកូនណាបើសិនជាយើងគ្រាន់តែជាការសប្បាយមិនទាន់អស់ឡ័យជាមួយនឹងការសប្បាយលក្ខណៈភ្លើនទេគឺសូមកុំឲ្យមានអសោះព្រោះនៅពេលដែលយើងមានកូនគឺមានបន្ទុកច្រើនទាំងការចំណាយទាំងពាក់ព័ន្ធនឹងការចំណាយថ្លៃស្នាក់នៅអីសពគ្រប់បែបយ៉ាងហើយដូចជាទឹកដោះគោដូចជាការចំណាយទៅលើកុមារទារកហ្នឹងគឺខ្ពស់មែនតើសម្រាប់បច្ចុប្បន្ននេះហើយជាយុវជនខ្ញុំលើកទឹកចិត្តឲ្យខិតខំរៀនសូត្រឲ្យបានច្រើនភាសាជាងការគិតគូរទៅរឿងស្នេហាអត់ប្រយោជន៍អញ្ចឹងណាព្រោះវាអត់មានចំណេញអីទេវាធ្វើឲ្យយើងដើរចាក់ឆ្ងាយពីកន្លងនៃគោលដៅរបស់យើងអញ្ចឹងបើយើងចង់ឈានទៅដល់គោលដៅដែលយើងចង់បានគឺកុំពាក់ព័ន្ធជាមួយនឹងស្នេហាហើយចាំម៉ាក់ប៉ារៀបចំឲ្យក៏បាននៅពេលដែលយើងរៀនចប់មានការងារល្អហើយមួយទៀតគឺយើងចង់សម្រេចគោលដៅតើយើងជ្រើសរើសនៅគូជីវិតឲ្យបានត្រឹមត្រូវបើមិនយើងរើសគូជីវិតមិនបានត្រឹមត្រូវទេគឺវាអត់ប្រយោជន៍អត់មានន័យអញ្ចឹងវាប្រឈមនឹងការបែកបាក់គ្រួសារហើយមានបន្ទុកដូចជាត្រូវបីបាច់ចិញ្ចឹមកូនហើយនឹងយើងត្រូវមានឈ្មោះថាមេម៉ាយពុកម៉ាយតាំងពីខ្លួនយើងនៅក្មេងអញ្ចឹងអានេះក៏ជាការចែករំលែកមួយដល់បងប្អូនយុវវ័យទាំងអស់គ្នាដើម្បីបាទរៀបចំជីវិតខ្លួនឯងឲ្យបានល្អសម្រាប់ថ្ងៃអនាគតបាទអញ្ចឹងបើចូលចិត្តកុំភ្លេចចុចបាទ like follow ហើយនឹង share វីដេអូនេះផងអរគុណ